ខ្ញុំសូមជម្រាបសួរដល់លោកពូអ្នកមីងបងប្អូនទាំងអស់គ្នានៅវេលាព្រឹកនេះយើងនឹងហៅថាមានបងប្អូនយើងខ្លះដែលមិនបានអញ្ជើញមកអ្នកខ្លះឈឺអ្នកខ្លះរវល់សូមឲ្យយើងនឹកចាំដល់គេផង Is this working? Okay. The title for today is ព្រះយេស៊ូវនឹងធ្វើផ្លូវមួយ Jesus will make a way. Well, I want to change that a little bit. ព្រះយេស៊ូវនឹងរៀបចំចំពោះជីវិតរបស់អស់លោកអ្នកបងប្អូនហើយនឹងខ្ញុំដែលយើងគិតថាយើងនឹកស្មានថាប្រហែលជាយើងអស់ផ្លូវហើយអស់សង្ឃឹមហើយតែព្រះអង្គបានរៀបផ្លូវឲ្យដល់អស់លោកអ្នកបងប្អូនវិញដែលដូចជាអ្នកនាំមុខបានអានព្រះបន្ទូលអំបញ្ញមិញរួចមកហើយគឺមានស្ត្រីម្នាក់ដែលគាត់ខ្វល់ខ្វាយដែលគាត់ខ្វះខាតប៉ុន្តែព្រះរបស់យើងទ្រង់មិនខ្វះខាតទេហើយព្រះរបស់យើងក៏មិនឲ្យអ្នកណាមួយខ្វះខាតដែរ Amen. There's a story about this young lady, a little girl during in the 1930 ឆ្នាំ1930 She lived in a little farm ក្រុមគ្រួសាររបស់គាត់រស់នៅក្នុងនៅស្រុកស្រែហើយមានកូនគោមួយដែលមិនកូនគោឯងមេគោឯងវាមានទឹកដោះដែលធ្វើឲ្យបានទឹកដោះនឹងឯងដែលយកទឹកដោះគោនឹងឯងយកទៅលក់ដើម្បីចិញ្ចឹមជីវិតអ្នកម្ដាយតែងតែយកទឹកដោះគោដែលសល់ពីលក់មកហ្នឹងយកមកចាក់ឲ្យបងប្អូនកូនចៅប្តីប្រពន្ធញ៉ាំទាំងអស់គ្នាប៉ុន្តែនៅក្នុងកែវ the jar ដែលគាត់ចាក់ឲ្យហ្នឹងវាមានគំនូសគូសមួយកលាក់មួយឡើងមួយកលាក់មួយហើយនៅកែវដែលគាត់ទទួលទានហ្នឹងពេលមកដោះកូនមួយញ៉ាំអាកឹកហ្នឹងអស់មួយកលាក់ហ្នឹងឈប់បញ្ជូនទៅឲ្យម្នាក់ទៀតកូនមួយទៀតបញ្ជូនទៅឲ្យប្តីបញ្ជូនទៅឲ្យប្រពន្ធ But one day that little girl got sick តែពេលនាងនៅបានគាត់ឈឺ She went to the hospital យកទៅពេទ្យ When she got to the hospital the nurse បាននាំយកម្ហូបមួយចាន and a glass of milk Daniel could you get me a bottle of water please right here in here ដែលពេលគាត់យកទឹកដោះគោនឹងមកឲ្យកូននឹងញ៉ាំជាមួយម្ហូបកូននឹងសួរ Where is the line ថាណាកនោះគឺគូសនៅក្នុងកែវនឹងនៅណាទៅBut the nurse didn't understand that គាត់មិនយល់ពីការហ្នឹងទេដែលថាកនោះអីនៅនឹងកែវដែលត្រូវញ៉ាំទឹកដោះគោហ្នឹងAnd then the little girl explained Thank you But when the little girl explained to her At our home we have to drink it to the line otherwise no one else can have the milk ថាប្រាប់ក្មេងនឹងប្រាប់ដល់នៅស្នឹងថានៅផ្ទះគាត់ក៏ត្រូវតែញ៉ាំត្រឹមមកគូសទេហួសពីមកគូសអត់ញ៉ាំបានទេពីព្រោះដើម្បីទុកឲ្យអ្នកកូនអ្នកប្អូនអ្នកបងអីញ៉ាំផងដែរ And the nurse her tears came out of her eyes គាត់នឹកអាណិតកូនស្រីនោះ and she said that you can drink this milk until you fall you can drink all you want if you it's not enough we can pour out some more for you ប្រាប់នាងថាឲ្យញ៉ាំទៅញ៉ាំឲ្យឆ្អែតនឹងមានមកទៀតកន្លែងនេះឯងដែលចង់ប្រាប់ថាព្រះរបស់យើងទ្រង់សពប្រាទេព្រះអង្គមិនចង់ផ្ដល់អស់លោកអ្នកបងប្អូនត្រឹមតែមួយកលៈនឹងទេព្រះអង្គចង់ប្រទានពរឲ្យយើងលើសពីនឹងទៅទៀត Our God is God of grace Our God is God of love If you need more there is plenty ព្រះអង្គជាព្រះដែលមានព្រះគុណមកដល់អស់លោកអ្នកបងប្អូនមានចិត្តសទ្ធាមកដល់អស់លោកអ្នកបងប្អូនបើអស់លោកអ្នកបងប្អូនត្រូវការព្រះអង្គនឹងប្រទានពរឲ្យ Amen
just ask. Jesus is the God of all grace. Have you ever been in a situation that is quiet, hopeless, concern តើអស់លោកអ្នកបងប្អូនមានទេមានអ្នកខ្លះដែលកំពុងតែឆ្លងកាត់នៅការដែលយើងខ្វះខាតដែលយើងខ្វល់ខ្វាយ Yes we all do ដែលយើងមានបញ្ហានៅក្នុងជីវិតរបស់យើង but this passage ដែលព្រះបន្ទូលរបស់ព្រះអង្គនៅថ្ងៃនេះដែលយើងពិចារណាជាមួយនឹងគ្នានឹងបានប្រាប់ដល់អស់លោកអ្នកបងប្អូនហើយជួយកម្លាចិត្តដល់អស់លោកអ្នកបងប្អូន that God has planned even in a hopeless situation ព្រះអង្គមានផែនការចំពោះជីវិតរបស់អស់លោកអ្នកបងប្អូននៅពេលដែលយើងកំពុងតែខ្វះខាតនៅពេលដែលយើងកំពុងតែខ្វល់ខ្វាយផងដែរ God has a way even when there seem to be no way out ហើយព្រះរបស់យើងក៏មានផែនការសម្រាប់យើងនៅពេលដែលយើងនឹកឃើញថាយើងអស់សង្ឃឹមហើយយើងអត់មានផ្លូវណាទៅអ្វីធ្វើទៀតបានទេតែព្រះរបស់យើងទ្រង់ជ្រាប Would you please bow your head and pray with me សូមឲ្យយើងទាំងអស់គ្នាបានសម្រួមចិត្តអធិដ្ឋានទូលសូមដល់ព្រះអង្គព្រះបិតាដែលគង់នៅឋានសួគ៌ព្រះអង្គម្ចាស់ហើយទូលមកគុំសូមអរព្រគុណទ្រង់ដោយដឹងថាព្រះអង្គជាព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដីជាព្រះដែលបានជួយដល់កូនទាំងអស់គ្នានៅពេលកូនមានគ្រាទុក្ខលំបាកគុណសូមអរព្រគុណទ្រង់ណាស់នៅពេលនេះសូមព្រះអង្គបើកចំហចិត្តរបស់កូនទាំងអស់គ្នាឲ្យយល់ពីព្រះហត្ថីរបស់ទ្រង់ដែលព្រះបន្ទូលព្រះអង្គបានមានបន្ទូលមកដល់កូនថា You will make a way ព្រះអង្គនឹងរៀបចំផ្លូវព្រះអង្គនឹងរៀបចំផែនការចំពោះជីវិតរបស់កូនម្នាក់ទូលគុំសូមអរព្រគុណទ្រង់គុំសូមគ្រប់ការទាំងអស់ក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ Amen Elisha is the prophet that came after Elijah Okay យើងដឹងហើយថាអេលីសេជាហោរាដែលបន្ទាប់ពីលោកអេលីយ៉ា Elijah was known as God-fearing spokesman who confronted people with truth យើងដឹងទៀតថាលោកអេលីយ៉ាគាត់ជាមនុស្សឧស្សាហ៍ម្នាក់មនុស្សក្លាហានម្នាក់ដែលបានប្រាប់ដល់មនុស្សឲ្យទៀតពីសេចក្តីពិតពីការពិតAnd Elisha, look, Elisha, his understudy, he was more than a tender healer who gave grace. ចំពោះលោក Elisha គាត់ក៏ជាមនុស្សម្នាក់ដែលជួយកម្លាចិត្តប្រាប់ដល់មនុស្សឯទៀតអំពីព្រះគុណរបស់ព្រះអង្គអ្នកទាំងពីរនេះគឺបានរៀនមកពីព្រះយេស៊ូវដែលព្រះអង្គជាអ្នកម្នាក់ពេញទៅមានពេញជាព្រះគុណនិងសេចក្តីពិតនៅក្នុងគម្ពីរយ៉ូហានចំពុក1ខ14 He is full of grace and truth យើងដឹងពិតប្រាកដថាព្រះរបស់យើងពេញជាព្រះគុណព្រះយេស៊ូវពេញជាព្រះគុណ Amen And then look Elisha I'm sorry Elisha who has been given a double portionដែលពេល after លោកអេលីយ៉ាបានលាចាកលោកីទៅព្រះអង្គបានប្រទានពរដល់លោកអេលីសេ1ជា2 Do you want that double portion អស់លោកអ្នកបងប្អូនចង់បានព្រះពរ1ជា2ទេ And Jesus said Ask សូមព្រះអង្គ and he will make a way នោះព្រះអង្គរៀបចំការទាំងអស់នោះឲ្យយើងទាំងអស់គ្នាបានGod wants to make a way and bless each and every one of us today ព្រះអង្គទ្រង់សពប្រហាតីព្រះអង្គចង់ប្រទានព្រះពរដល់អស់លោកអ្នកបងប្អូនហើយនៅខ្ញុំនៅថ្ងៃនេះ Despite of what is going on in our life ទោះជាយើងមានទុក្ខលំបាកយ៉ាងណាក៏ដោយទោះជាយើងមានការខ្វល់ខ្វាយយ៉ាងណាក៏ដោយព្រះអង្គចង់ប្រទានព្រះពរដល់អស់លោកអ្នកបងប្អូនហើយនៅខ្ញុំ Amen A woman had 2 sons ស្ត្រីនេះមានកូនប្រុស2Her late husband was a man who revealed God. In verse 1 យើងដឹងហើយថាប្តីរបស់គាត់ជាបរិសម្នាក់ដែលខ្លាចព្រះដែលបម្រើព្រះមិនត្រឹមតែប៉ុណ្ណោះទៀតនៅខ1បាននិយាយថា He was from the son of the prophet ថាគាត់ជាសិស្សរបស់ពួកហោរាម្នាក់បើតាមយើងស្រាវជ្រាវបើនឹងជាការពិតមែនគឺជាហោរាObadiah នេះគឺបើតាមគេអ្នកស្រាវជ្រាវថាគាត់ជាហោរានោះឯងជាសិស្សរបស់លោកអេលីសេនោះឯង
prophet នៅពេលជំនាន់នោះគេ they trained to serve as a priest and a prophet ដូចជាយើងសប្តាហ៍ថ្ងៃជាលោកគ្រូគង្វាលដូចគ្នាដែរ apparently the family went through some kind of hard time that had must borrow a large amount of money now it's time to return នៅពេលនោះយើងដឹងពិតប្រាកដហើយថានៅក្នុងក្រុមគ្រួសារនឹងប្រកាសជាពាក់លុយគេច្រើនណាស់ហើយនៅចំនួននោះពេលណាយើងចម្ពាក់លុយគេហើយបើយើងមិនអាចសងគេបានគេយកកូនរបស់យើងឬមួយក៏យកប្រពន្ធរបស់យើងធ្វើជាឆ្លើយធ្វើជាឈ្នួលកញ្ចះគេទៀតដែលមិនអាចដកខ្លួនចេញបានផងដូច្នេះហើយកន្លែងនេះបានបញ្ជាក់ប្រាប់យើងថាអ្នកស្រីនោះគាត់ខ្វល់ខ្វាយពីព្រោះប្តីរបស់គាត់បានស្លាប់ទៅហើយនៅចំនួននោះទៀតស្ត្រីមិនមែនដូចជាយើងសប្តាហ៍ថ្ងៃនេះស្ត្រីអាចទៅធ្វើការឲ្យគេបានទេស្ត្រីមិនអាចធ្វើការអីបានទេគ្មានតម្រេះប្រាជ្ញានឹងធ្វើការអីបានទេហើយឡើយមានកូនពីរហើយប្តីទៅពេលប្តីស្លាប់ទៅជាពាក់លុយគេច្រើនដូច្នេះគាត់មិនដឹងជាធ្វើយ៉ាងណាធ្វើយ៉ាងម៉េចទៅបើអ្នកដែលឲ្យខ្ចីប្រាក់នឹងមកទាហើយទាអត់មានលុយគេនឹងយកកូនប្រុសរបស់គាត់ពីអ្នកនោះទៅ She did not know what to do មិនគាត់មិនដឹងជាធ្វើយ៉ាងដូចម្តេចទេ Her situation seemed hopeless មើលទៅគាត់អស់សង្ឃឹមហើយ But she remember prophet Elisha គាត់នឹកចាំដល់ហោរ៉ាអេលីសេពីព្រោះប្តីរបស់គាត់នឹងជាសិស្សរបស់លោកហោរ៉ាអេលីសេនឹងឯងដូច្នេះគាត់នឹកចាំអំពីគាត់ So ពេលដែលគាត់ឃើញលោកអេលីសេហោរ៉ាអេលីសេភ្លាម She cried out to him The word mean to moan and to weep uncontrollably ដែលពេលគាត់ក្លែកឃើញហោរ៉ាអេលីសេនឹងគាត់យំគាត់ធ្ងោស្រែកយំបង្ក្រាបខ្លួនហើយលោកអេលីសេបានសួរគាត់ប៉ុន្តែយើងដឹងហើយនៅពេលនោះ The prophet they are not rich either ដែលហោរ៉ាមិនមែនជាមនុស្សអ្នកមាននោះទេ And also Elisha could not help her too ហើយលោកអេលីសេក៏មិនអាចជួយសង្គ្រោះគាត់បានដែរ But during that time the prophet are the spokesman for God ប៉ុន្តែគាត់ជឿទុកចិត្តថានៅចំនួននោះគឺហោរ៉ាឬមួយក៏គ្រូគង្វាលនឹងឯងដែលអាចនិយាយទៅព្រះអង្វរលន់សូមឲ្យព្រះអង្គជួយគាត់បានដូច្នេះបានគាត់យំគាត់ធ្ងោគាត់ទៅប្រាប់អង្វរដល់លោកអេលីសេឲ្យជួយគាត់ because គាត់បានប្រាប់ថា her late husband ប្តីរបស់គាត់នឹងគាត់បានស្លាប់ហើយ and she want God to help her she want God to answer her problem she want God to help her pay the debt The Bible say that ព្រះអង្គបានមានព្រះបន្ទូលរបស់បានមានបន្ទូលថាពេលណាដែលអ្នកដែលជឿដល់ព្រះអង្គអ្នកដែលធ្ងោយំធ្ងោដល់ព្រះអង្គទ្រង់ជ្រាបព្រះអង្គទ្រង់ឮ God hears when we hurting អស់លោកអ្នកបងប្អូនជឿទេថាពេលណាដែលយើងខ្វល់ខ្វាយពេលណាដែលយើងមានទុក្ខយ៉ាងណានោះព្រះអង្គទ្រង់ជ្រាបព្រះបន្ទូលរបស់ព្រះអង្គបានមានបន្ទូលយ៉ាងដូចនេះ Psalm 34:17When the righteous cry for help, the Lord hears and deliver them out of their problem, their trouble. ឯមនុស្សសុចរិតគេអំពាវនាវហើយព្រះយេហូវ៉ាទ្រង់ទទួលស្គាល់ទ្រង់ក៏ប្រោសឲ្យគេរួចពីគ្រប់ទាំងសេចក្តីលំបាកអស់លោកអ្នកបងប្អូនមានសេចក្តីលំបាកទេព្រះអង្គទ្រង់ជ្រាបអស់ទាំងមនុស្សណាដែលសុចរិតនៅចំពោះព្រះអង្គទ្រង់ឮហើយមួយទៀតព្រះអង្គមាននៅគម្ពីរទំនុកដំណការចំពោះ68ខ5ដែរថា A father of the fatherless a defender of widows is God in his holy dwelling ហើយព្រះដែលគង់នៅក្នុងទីលំនៅបរិសុទ្ធទ្រង់ជាឪពុកដល់អ្នកណាដល់ពួកអ្នកកំព្រាហើយជាចៅក្រមដល់ពួកមេម៉ាយព្រះអង្គទ្រង់សពប្រហាតីដល់អ្នកកំព្រាព្រះអង្គទ្រង់សពប្រហាតីដល់អ្នកមេម៉ាយណាព្រះអង្គចង់ជួយដូច្នេះពេលណាដែលយើងខ្វល់ខ្វាយពេលណាដែលយើងមានទុក្ខលំបាកយ៉ាងណាសូមទៅដល់ព្រះអង្គនៅពេលនោះ What must she do then តើនាងត្រូវធ្វើយ៉ាងដូចម្តេចដោយដឹងថាព្រះអង្គទ្រង់គង់ជាមួយព្រះអង្គទ្រង់សពប្រហាតី Elisha looked at her and said ពេលដែលបានឃើញហើយលោកអេលីសេសួរគាត់ថា How can I help you
How can I help you អេលីនៅក្នុងខ2អេលីសេសួរនាងថាតើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក Tell me what do you have in your house ដែលដឹងថាប្តីគាត់ស្លាប់ហើយគាត់ត្រូវការគាត់បានសួរថាតើមានអ្វីទៅនៅក្នុងផ្ទះរបស់អ្នកនោះព្រះអង្គបានបង្ហាញឲ្យលោកអេលីសេជ្រាបពីការដែលអ្នកស្រីនោះត្រូវការ The first things Elisha does is to point to the woman to look at her own resources មុនដំបូងបង្អស់ដែលលោកហៅរ៉ាអេលីសេគាត់ចង់ប្រាប់ដល់អ្នកស្រីនោះគឺចង់បង្ហាញតើគាត់មានធនធានរបស់គាត់មានអ្វីទៅនៅក្នុងផ្ទះរបស់គាត់ហ្នឹង What can she offer តើអ្វីទៅដែលអាចផ្ដល់មកឲ្យដើម្បីឲ្យគាត់ជួយដល់គាត់វិញ Elisha did not say let me see how much I have in my bank account Elisha did not say let me go around raise some money so that I can help you ask the neighbor to donate it He didn't say that to the lady លោកអេលីសេគាត់មិនបានប្រាប់ថាដល់នាងនឹងដោយដឹងថានាងនឹងខ្វះខាតគាត់មិនបានប្រាប់ថាខ្ញុំទៅមើលលុយខ្ញុំនៅក្នុង bank center ខ្ញុំមានប្រមាណខ្ញុំអាចជួយគាត់មិនបានថាចឹងទេហើយគាត់ក៏មិនបានថាខ្ញុំនឹងទៅសួរអ្នកជិតខាងដើម្បីឲ្យផ្ដល់លុយមកជួយគាត់ដែរមិនបានទេប៉ាត់គាត់បាននិយាយថា Tell me what do you have in your house បានប្រាប់វិញថាសូមប្រាប់ខ្ញុំចុះតើអ្នកមានអ្វីនៅក្នុងផ្ទះរបស់អ្នកហ្នឹង God is going to do a miracle in your life and mine ព្រះអង្គនឹងមានធ្វើការមានអស្ចារ្យនៅក្នុងជីវិតរបស់អស់លោកអ្នកបងប្អូន and he wants us to offer what we have ប៉ុន្តែព្រះអង្គចង់ឲ្យយើងប្រាប់ដល់ទ្រង់វិញថាតើយើងមានអ្វីទៅសប្តាហ៍ថ្ងៃហ្នឹងអ្វីទៅដែលយើងមានព្រះអង្គចង់ឲ្យយើងប្រាប់ទៅទ្រង់វិញ God can actually create something out of nothing you know that because that is his nature នេះគឺជាការធម្មតាទេនេះគឺជាព្រះអង្គទេដែលបានបង្កើតរបស់សពសារពើទាំងអស់នោះប៉ុន្តែព្រះអង្គចង់ឲ្យសួរយើងវិញតើយើងមានអ្វីដែលអាចនឹងផ្ដល់ទៅអស់ដល់ព្រះវិញដើម្បីព្រះអង្គនឹងជួយឲ្យយើងហួសពីការដែលយើងស្មានទៅទៀត God wants us to offer him what we have and when we do so we see a miracle ពេលណាយើងមានរបស់អ្វីមួយដែលផ្ដល់ទៅព្រះអង្គវិញនោះព្រះអង្គទ្រង់នឹងសាបផ្លាតីហើយព្រះអង្គនឹងធ្វើឲ្យមានអពុទ្ធហេតុកើតឡើងយ៉ាងអស្ចារ្យ Amen God wants us to exercise our faith and participate in his work ព្រះអង្គទ្រង់សាបផ្លាតីឲ្យយើងចេះធ្វើការអ្វីមួយហើយចូលរួមជាមួយមានចំណែកក្នុងការបម្រើព្រះអង្គ Remember the first miracle that ព្រះយេស៊ូវបានផ្ដល់មកគឺពេលដែលគេមានរៀបការហើយទៅគេអស់ស្រាព្រះយេស៊ូវបានមានបន្ទូលថា fill the jar with water នឹងចាំទេព្រះអង្គថាឲ្យយកគាត់ឲ្យយកទឹកមកចាក់នៅពេញពាងទៅហើយមួយទៀតព្រះអង្គមានបន្ទូលទៅ Lazarus ដែលពេល Lazarus បានស្លាប់ទៅហើយ he asked people to move ប្រាប់មនុស្សឲ្យទៅរុញអាថ្មនឹងចេញទៅនេះហើយដែលយើងថាយើងមានចំណែកនឹងធ្វើការបម្រើព្រះអង្គហើយមួយទៀតដែលមានមនុស្ស 5,000 នាក់ដែលមានត្រីតែ5ដុំហើយនំប៉័ងតែ5ដុំព្រះអង្គបានធ្វើឲ្យគេឆ្អែតអស់មនុស្ស 5,000 នាក់នឹកចាំទេដូច្នេះព្រះអង្គចង់ឲ្យយើងរៀនធ្វើការដោយសេចក្តីជំនឿ A woman could have or gotten angry with Elisha បើយើងនឹកស្មានទៅថាប្រហែលជាអ្នកស្រីនឹងប្រហែលជាគាត់ខឹងនឹងហៅរ៉ាអេលីសេហើយបើប្រាប់ឲ្យគាត់នឹងធ្វើឲ្យគាត់ធ្វើអ្វីមួយមិនបានឲ្យទៅគាត់ទេប៉ុន្តែចង់ឲ្យគាត់ធ្វើសួរគាត់ថាមានអ្វីយើងតែងតែសូមព្រះអង្គតែយើងអត់ចង់ធ្វើអ្វីឬមួយក៏ចង់ថ្វាយអ្វីទៅព្រះអង្គទេប៉ុន្តែយើងចង់បានពីព្រះតែបើយើងគិតមើលពិចារណាកន្លែងនេះទៅមើលថានាងនឹងប្រហែលជាគាត់ខឹង but she did not Here she was coming to him and help asking and what did she ask what do you have instead of okay well I'm going to give it to you but ask her what do you have
កន្លែងនឹងឯងដែលមនុស្សជាច្រើនតែងតែចង់បានប៉ុន្តែមិនចង់ធ្វើអ្វីទេមិនចង់ឲ្យអ្វីទេ Of course she didn't have enough Of course she didn't have anything we know that យើងដឹងពិតប្រកបហើយថានាងនឹងគាត់អត់មានអីទេបានគាត់រត់មកសួរលោកហោរានឹងឲ្យជួយ If she had something she wouldn't be asking him right she wouldn't come to Elisha the first place បើយើងពិចារណាទៅបើគាត់មានគាត់មិនទៅសួរទេយើងទាំងអស់គ្នាក៏ចឹងដែរយើងខ្វះខាតបានយើងមកសួរយើងខ្វះខាតបានយើងសូមor she could have said to Elisha look brother I don't have anything I don't have anything at all she could have come to លោកអេលីសេគាត់ថាគាត់អត់មានអីទាំងអស់ជួនកាលសូមឲ្យយើងទាំងអស់គ្នាពិចារណាយើងមានប៉ុន្តែយើងថាយើងអត់ពេលនោះអ្នកស្រីនឹងគាត់ could answer that to him but that was not her attitude តែគាត់មិនបាននិយាយយ៉ាងដូចនេះទេអាកប្បកិរិយារបស់គាត់មិនមានគំនិតយ៉ាងដូចនេះដូចខ្ញុំបានជម្រាបអំបញ្ញមែនទេ She wanted to do anything she can and offer everything she had នៅពេលនោះគាត់ចង់មានចំណែកនឹងធ្វើការអ្វីមួយហើយគាត់ចង់ថ្វាយអ្វីមួយវិញអ្វីដែលគាត់មាន and she thought of it wait a second គាត់គិតនៅក្នុងចិត្តរបស់គាត់ពិចារណានៅក្នុងចិត្តរបស់គាត់នឹកឃើញថា wait yeah one thing I have a little bottle of oil that I use នៅពេលនោះអស់លោកអ្នកបងប្អូនគាត់លក់អ្វីៗឲ្យគេអស់ហើយរបស់គាត់ទាំងប្រមាណហ្នឹងគាត់យកទៅលក់អស់ហើយនៅសល់តែ10ហើយមានប្រេងបន្តិចប៉ុណ្ណោះដែលអាចនឹងធ្វើឲ្យផ្ទះគាត់មានពន្លឺឡើងដែលអាចយកប្រេងនោះទៅខុកដើម្បីសម្រាប់ឲ្យកូនទទួលទាន She told him oh yeah I have a little bottle Have you told God what it is you need today តើអស់លោកអ្នកបងប្អូនមានបានប្រាប់ដល់ព្រះអង្គទេអ្វីទៅដែលអស់លោកអ្នកបងប្អូនខ្វះខាតអ្វីទៅដែលអស់លោកអ្នកបងប្អូនត្រូវការ Have you cried out to him in the midst of your despair តើអស់លោកអ្នកបងប្អូនស្រែកទូលអង្វរទៅដល់ព្រះទេដែលពេលអស់លោកអ្នកបងប្អូនអស់សង្ឃឹមនៅអ្វីមួយនៅក្នុងជីវិតរបស់អស់លោកអ្នកបងប្អូន Let me tell you something you have more than you think when you offer the little that you have សូមឲ្យយើងពិចារណាកន្លែងនេះដែលពេលអស់លោកអ្នកបងប្អូនថ្វាយដល់ព្រះអង្គវិញដល់តូចបំផុតដល់តិចបំផុតអស់លោកអ្នកបងប្អូនមានរបស់ជាច្រើន Speaking of that អ្នកមីងដែលបានទទួលយកប្រាក់ដង្វាយអំបញ្ញមិញឃើញទេសាច់មួយមានបងប្អូនយើងបានដាក់ដង្វាយមកក្នុងព្រះវិហាររបស់យើង$500ដោយដឹងថាព្រះបានប្រទានព្រះពរដល់គេយ៉ាងធំដូច្នេះហើយបានជាគេថ្វាយទៅដល់ព្រះវិញប្រាក់ដង្វាយ$500នោះតិចណាស់ចំពោះគេប៉ុន្តែគេដឹងថានេះគឺជាចំណែកមួយដែលគេនឹងត្រូវធ្វើនោះព្រះអង្គនឹងប្រទានពរឲ្យលើសជាងនឹងទៅទៀតនៅក្នុងខ3អេលីសេបាននិយាយថា Go borrow vessel from everywhere from all of your neighbor the empty vessels and do not gather just a few នៅក្នុង verse មួយទៀតបាននិយាយយ៉ាងដូចនេះ Go around and ask your neighbor for empty jars don't ask for just a few ភាសាខ្មែរយើងនិយាយថាចូលអ្នកចេញទៅខ្ចីភីជ្នៈនឹងស្អីទៅអស់លោកអ្នកបងប្អូនដឹងទេភីជ្នៈនឹងគឺជាកប៉ាល់មួយយ៉ាងធំកប៉ាល់ធំជាងគេនេះវាធំហេតុអ្វីបានជាព្រះអង្គចង់ឲ្យយើងពិចារណានៅកន្លែងនេះថា vessel នឹងថានេះវាធំនឹងភីជ្នៈនឹងព្រះអង្គមិនចង់ឲ្យយើងជាអ្នកក្រទៀតទេព្រះអង្គមិនចង់ឲ្យយើងបានតែល្មម10ទូចនោះទៀតទេព្រះអង្គចង់ឲ្យយើងបានរបស់ឡើងពោពេញហូរហៀរដែលយើងមិនអាចនឹងដាក់បានហើយមិនត្រឹមតែប៉ុណ្ណោះទៀតប្រាប់ថាកុំឲ្យយកខ្ចីហើយយកឲ្យច្រើនទៀតមិនឲ្យខ្ចីតែបន្តិចទេ
ខ្ចីឲ្យបានច្រើនស្ដាប់បង្គាប់អស់លោកអ្នកបងប្អូន obey what you hear ពេលណាឮព្រះបន្ទូលរបស់ព្រះអង្គពេលណាឮអ្វីមួយសូមឲ្យយើងបានស្ដាប់តាមនៅពេលនោះអ្នកស្រីនោះគាត់បានស្ដាប់បង្គាប់ដល់ហោរានោះ to go to your neighbor and ask for the empty jars and any container តែខ្ចីដបខ្ចីពាងខ្ចីមិនថាទូទេខ្ចីឆ្នាំងអ្វីដែលអាចខ្ចីបានខ្ចីមកទាំងអស់អ្នកជិតខាងហ្នឹង I imagine that this is very humbling for her to do she told to get as many as she can ឲ្យចេញទៅខ្ចីគេមកឲ្យខ្ចីឲ្យបានច្រើនកុំឲ្យយកបានតិចយកឲ្យច្រើនអស់លោកអ្នកបងប្អូនព្រះអង្គចង់ប្រទានពរឲ្យរបស់លោកអ្នកបងប្អូនមិនចង់ឲ្យបានតែបន្តិចមកល្មមមួយថ្ងៃសម្រាប់មួយថ្ងៃទេព្រះអង្គចង់ឲ្យយើងបានច្រើន Could you imagine what will she tell her neighbors when they ask why she won the jar why she won the bottle what do you think she would answer Did she say maybe she said លោកអេលីសេគាត់ប្រាប់ឲ្យខ្ញុំទៅមកខ្ចីដបហ្នឹងបងប្អូនខ្លះមិនពេលណាគេសួរយើងអំពីសេចក្តីជំនឿរបស់យើងពេលគេណាគេសួរពីព្រះរបស់យើងជាងការយើងអត់ហ៊ានប្រាប់ទេយើងអត់ហ៊ានឆ្លើយប្រាប់គេតាមត្រង់ទេជាងការយើងប្រាប់គេមិនផ្សេងទៅវិញទៀត Or do you have faith You have faith by telling them I have nothing right now. I need that jar because God gonna meet my needs. ឬមួយក៏យើងមានសេចក្តីជំនឿប្រាប់ទៅគេវិញថាឥឡូវនេះខ្ញុំអត់មានអីទាំងអស់ប៉ុន្តែខ្ញុំត្រូវការដបខ្ញុំត្រូវការឆ្នាំងនឹងខ្ញុំដឹងថាព្រះនឹងធ្វើការអ្វីមួយដ៏សំខាន់នៅក្នុងជីវិតរបស់ខ្ញុំព្រះនឹងប្រទានពរមកឲ្យដល់ខ្ញុំយើងហ៊ានឆ្លើយប្រាប់គេយ៉ាងដូច្នោះទេ The key here is to obey ពេលណាដែលយើងឮព្រះបន្ទូលរបស់ព្រះអង្គពេលណាព្រះអង្គបាននិយាយអ្វីមួយមកដល់យើងសូមឲ្យយើងស្ដាប់តាមទោះជាយើងនឹកឃើញថាមើលទៅដូចជាមិនគួរទេមិនសមទេ It doesn't make sense but you obey anyway ទោះជាយើងដឹងថាមើលទៅដូចជាមិនគួរនឹងធ្វើទេប៉ុន្តែយើងស្ដាប់បង្គាប់ព្រះអង្គពេលណាដែលព្រះអង្គមានបន្ទូលមកយើងខ4 Then go inside and shut the door behind you and your son pour oil into all the jars and as each is filled put it to one side នៅក្នុងខ4បានប្រាប់ថារួចឲ្យអ្នកនាំកូនចូលទៅក្នុងផ្ទះបិទទ្វារទៅហើយចាក់ប្រេងទៅក្នុងភីជ្នៈទាំងនោះចាក់ប្រេងទៅក្នុងដបទាំងអស់នោះកាលណាបានមួយពេញនោះចូលដាក់ទុកមកខាងអស់លោកអ្នកបងប្អូន after going out in the public to get a jar ពេលដែលគេចេញទៅយកបានចរមកពេញដបពេញហើយនឹង she went and told she went inside and spent time to fill up the jar she went inside and shut the door to be with God privately ព្រះអង្គចង់សប្រាប់តែឲ្យយើងទាំងអស់គ្នាមានពេលវេលាជាមួយនឹងព្រះយើងម្នាក់សូមឲ្យយើងមានចំណែកមានពេលវេលាមានការសម្ងាត់ជាមួយនឹងព្រះជារៀងរាល់ថ្ងៃ It gave God an opportunity to show the miracle that that they have in her house ពេលនោះឯងដែលព្រះអង្គបានប្រទានពរដល់នាងនោះ Sometimes we miss out the miracle because we didn't take time to get alone with God អស់លោកអ្នកបងប្អូនជាងការពេលខ្លះយើងមិនបានប្រពោអំពីព្រះអង្គពីព្រោះយើងមិនបានយកពេលស្ងាត់ឱកាសណាមួយដ៏ស្ងាត់ជាមួយព្រះហើយនឹងយើងពីព្រោះព្រះអង្គមានបន្ទូលថានៅក្នុង Psalm 46:10 Be still and know that I am God ចូលបងអង្គសិនឲ្យបានដឹងថាអញជាព្រះចង់មានន័យថាឲ្យយើងទាំងអស់គ្នាមានពេលវេលាជាមួយនឹងព្រះនោះការអ្វីដែលអស់លោកអ្នកបងប្អូនសូមដល់ព្រះអង្គទ្រង់នឹងឆ្លើយ Are you getting alone with God on your daily basis
តើអស់លោកអ្នកបងប្អូនមានយកឱកាសនោះយកពេលនោះដើម្បីនឹងជួបជាមួយនឹងព្រះទេជារៀងរាល់ថ្ងៃ Remember you have more than you think when you offer a little that you have ពេលដែលអស់លោកអ្នកបងប្អូនថ្វាយពេលវេលាដល់ព្រះអង្គតែមិនតិចទេ for 5 minutes a day 10 minutes a day ប៉ុន្តែព្រះអង្គនឹងប្រទានព្រះពរដល់អស់លោកអ្នកបងប្អូនលើសពីការស្មានទៅទៀត Very, very often we pray for a situation to change. ជួនកាលយើងតែងតែអធិដ្ឋានសូមឲ្យព្រះអង្គផ្លាស់ប្ដូរនៅស្ថានភាពរបស់យើង We want God to solve our problem. យើងចង់ឲ្យព្រះអង្គជួយដោះស្រាយនៅបញ្ហារបស់យើង But we are not willing to do what God say to you and me. ប៉ុន្តែយើងអត់ព្រមធ្វើតាមទេយើងអត់ព្រមស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេតែពេលព្រះអង្គបានមានបន្ទូលមកដល់យើងយើងដឹងហើយថាព្រះបន្ទូលព្រះអង្គបានប្រាប់សពគ្រប់ទាំងអស់តែជាងកាលយើងមិនធ្វើតាមទេ Something we need to do or change but we are unwilling to obey យើងដឹងហើយថាយើងត្រូវឈប់ធ្វើការនេះមួយឈប់ធ្វើការនេះមួយប៉ុន្តែយើងអត់ព្រមឈប់ទេ And therefore we fail to experience a miracle that God planned for us ដូច្នេះហើយបានជាយើងមិនបានទទួលព្រះពរដ៏វិសេសដែលព្រះអង្គបានរៀបចំមកចំពោះជីវិតរបស់អស់លោកអ្នកបងប្អូនហើយនឹងខ្ញុំ We cannot believe or we are unwilling to do as was told មានតែពីរទេយើងមិនព្រមជឿបានជាយើងមិនព្រមធ្វើពេលដែលព្រះអង្គមានបន្ទូលមកយើង Faith លោកយ៉ាកបបានមានប្រសាសន៍យ៉ាងដូចនេះថា Faith without works is dead. Yes, James said that. យ៉ាកបថាបើមានសេចក្តីជំនឿរបស់យើងបើយើងអត់មានចំណែកបើយើងអត់ធ្វើការអ្វីមួយទេនោះគឺដូចជាស្លាប់ហើយ Jesus cannot do anything for you if you are not willing to do what Jesus tells you to do in your situation. សូមអស់លោកអ្នកបងប្អូនជ្រាបថាព្រះយេស៊ូវមិនអាចជួយអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំបានទេបើព្រះអង្គមានបន្ទូលមកហើយក្នុងស្ថានភាពអ្វីមួយនៅក្នុងជីវិតរបស់លោកអស់អ្នកបងប្អូនអ្វីមួយតែយើងមិនព្រមធ្វើតាម You cannot pray for a good result for the student in exam without studying at all right យើងមិនអាចអធិដ្ឋានសូមព្រះអង្គបានទេបើយើងថ្ងៃស្អែកឡើងយើងធ្វើតេស្តប៉ុន្តែយើងអត់រៀនពីមុន You cannot pray for a good health and not eat well or sleep well or exercise well យើងមិនអាចអធិដ្ឋានសូមព្រះអង្គព្រះអង្គឲ្យសូមឲ្យសុខភាពរបស់ខ្ញុំបានល្អឡើងប៉ុន្តែបាយក៏មិនញ៉ាំគេងក៏គេងមិនបានហើយក៏អត់ exercise ផងធ្វើមិនឲ្យសុខភាពរបស់យើងល្អបាន It won't happen It's all depend on how much you really believe in him Because if you truly do you do everything he says អស់លោកអ្នកបងប្អូនខ្ញុំជឿថាលុះត្រាតែអស់លោកអ្នកបងប្អូនជឿទុកចិត្តដល់ព្រះអង្គយើងពិតប្រាកដថាយើងជឿនោះព្រះអង្គនឹងប្រទានពរឲ្យព្រះអង្គនឹងធ្វើសពគ្រប់ព្រះអង្គនឹងឆ្លើយនៅគ្រប់ការទាំងអស់ដល់អស់លោកអ្នកបងប្អូន This woman and her son did យើងដឹងហើយថាអ្នកស្រីនឹងហើយនឹងកូនរបស់គាត់ក៏បានធ្វើកិច្ចការនោះដែរ And it's not a simple task អស់លោកអ្នកបងប្អូនហើយពិតប្រាកដណាស់ពេលខ្លះដែលយើងធ្វើការអ្វីមួយយើងថាំងដូចមិនគួរធ្វើតែយើងត្រូវតែធ្វើបើព្រះអង្គហៅយើងបើព្រះអង្គសូមឲ្យយើងធ្វើហើយនោះ Elisha don't ask for a few បានប្រាប់ទៅអ្នកស្រីនឹងថាកុំឲ្យគ្រាន់តែខ្ចីគេតែបន្តិចខ្ចីឲ្យច្រើនអ្នកស្រីនឹងបានតែខ្ចីប៉ុណ្ណាទៅទីយើងនឹងឃើញ Get many jars as you possibly can ឲ្យទឹកអ្នកស្រីនឹងទឹកខ្ចីទៅផ្ទះគេគោះទ្វារផ្ទះគេទឹកខ្ចីឲ្យបានច្រើន You know they would have to go maybe from Columbus to Dayton to borrow the jars ឲ្យបានច្រើនប្រហែលជាអ្នកស្រីនឹងដើរទៅឆ្ងាយណាស់ដើម្បីទៅខ្ចីគេ and some house probably they wouldn't even give her ហើយយើងដឹងទៀតថាប្រហែលជាគាត់ទៅគោះទ្វារផ្ទះអ្នកខ្លះគេមិនឲ្យគាត់ខ្ចីផង
And it could take her a long time to get all the jar to fill up her house ហើយយើងដឹងទៀតពិតប្រាកដទៀតថាមិនមែនតែខ្ចី10ឬមួយក៏ពីងគេនឹងមួយថ្ងៃបានទេ Maybe it take time to fill up ដើម្បីឲ្យពេញផ្ទះរបស់គាត់ And it is take faith គឺដែលឲ្យយើងត្រូវតែទទួលធ្វើដោយសេចក្តីជំនឿរបស់យើងដោយដឹងថាប្រហែលជាការនឹងមិនកើតមែនប៉ុន្តែយើងត្រូវតែជឿទុកចិត្តថាព្រះអង្គទ្រង់សពប្រហាតីឲ្យយើងធ្វើការនោះ It is faith in action doing it even when they do not fully understand how it is going to work ទោះយើងនឹកស្មានថាប្រហែលជាមិនកើតទេមើលទៅប៉ុន្តែយើងត្រូវតែធ្វើដោយសេចក្តីជំនឿ And this woman had faith she believed that God has planned for her amen អ្នកស្រីនេះក៏ជឿទុកចិត្តថាព្រះអង្គទ្រង់មានផែនការមួយសម្រាប់គាត់ទ្រង់នឹងជួយគាត់ឲ្យរួចពីទុក្ខលំបាករបស់គាត់ទ្រង់នឹងជួយឲ្យមិនឲ្យមានអ្នកណាគេយកកូនរបស់គាត់បានឡើយព្រះយេស៊ូវបានមានបន្ទូលយ៉ាងដូចនេះថា If you have faith as small as a mustard seed that's Matthew 17:20 ម៉ាថាយជំពូក 17 ខ 20 ថាត្បិតខ្ញុំប្រាប់ជាប្រកាសថាបើមានសេចក្តីជំនឿដ៏ដូចក្របពូជមួយយ៉ាងល្អិតនោះអ្នករាល់គ្នាអាចនឹងនិយាយទៅភ្នំនេះថាចូលរើចេញពីនេះទៅទីនោះចុះនឹងបានដូច្នេះហើយក៏គ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះទេអេមែនបើយើងមានសេចក្តីជំនឿដ៏តូចបំផុតព្រះអង្គទ្រង់នឹងផ្ដល់មកឲ្យយើងហើយគ្មានការអ្វីមួយដែលធ្វើមិនកើតនោះឡើយសេចក្តីជំនឿរបស់អ្នកស្រីនោះតូចណាស់ហើយអស់ហើយម្យ៉ាងមួយវិញទៀតអស់លោកអ្នកបងប្អូនលុះត្រាតែយើងអស់មែនតែននោះបានយើងស្វែងរកព្រះមែនទេបើយើងមានយើងអត់ស្វែងរកព្រះទេអ្នកស្រីនេះក៏អស់មែនតែនហើយគាត់មិនចង់បាត់កូនរបស់គាត់កូនប្រុសរបស់គាត់ពីទេប្តីរបស់គាត់ស្លាប់ចោលគាត់ហើយដូច្នេះហើយគាត់មានសេចក្តីជំនឿគាត់ជឿនឹងទុកចិត្តអស់លោកអ្នកបងប្អូនខ្ញុំសូមកុំឲ្យយើងទៅដល់ថ្នាក់នោះកុំឲ្យយើងអស់អ្វីមែនតែនហើយបានយើងទៅស្វែងរកព្រះសូមឲ្យយើងនឹកចាំយើងមានប៉ុណ្ណាយើងមានអ្វីទៅយើងមានកូនប្រេង10មួយដ៏តូចបំផុតយើងមានហើយព្រះអង្គទ្រង់នឹងផ្ដល់ឲ្យអស់លោកអ្នកបងប្អូនកំពុងតែខ្វល់ខ្វាយពីការងារ maybe ស្អែកខ្ញុំអត់មានការងារធ្វើនឹកចាំពីកូនប្រេង10ប្រេងដ៏តូចទូលសូមដល់ព្រះអង្គនឹងចាក់បំពេញឲ្យវិញអេមែនIn faith, she and her young boys collects the jar. ដោយសេចក្តីជំនឿរបស់គាត់ហើយនឹងកូនស្រីរបស់គាត់ដើរទៅខ្ចីគេដល់នៅជិតផ្ទះហ្នឹង In faith, she closed the door. ហើយសេចក្តីជំនឿរបស់គាត់ដែលពេលបានប្រាប់មកគាត់បានបិទទ្វារគឺមានន័យថាគាត់បានមានការតាក់ទងជាមួយនឹងព្រះហើយនឹងគាត់ In faith, she began to pour the oil from her jar. ដោយសារសេចក្តីជំនឿដឹងថាដបប្រេងនោះមានប្រេងតែបន្តិចទេនៅក្នុងដបតែគាត់បានយកដបតូចនោះមកចាក់នៅក្នុងពាងយ៉ាងធំពេញនៅក្នុងផ្ទះរបស់គាត់នៅគិតតែពីចាក់ហើយឃើញដបដ៏តូចមួយប៉ុណ្ណេះប្រេងតែកន្លះដបពេលគាត់ចាក់ឃើញប្រេងនឹងចេះតែហៀមកអស់លោកអ្នកបងប្អូនជឿទេថាព្រះអង្គទ្រង់មិនឲ្យយើងខ្វះខាតទេនៅក្នុងសហរដ្ឋអាមេរិកនេះជាសហរដ្ឋមួយដែលពេញទៅដោយអ្នកមានយើងថាយើងខ្វះខាតមនុស្សមួយ2/3នៅក្នុងសហគមន៍លោកទាំងមូលក្រជាងយើងដែលយើងរស់នៅសហរដ្ឋអាមេរិកនេះទៅទៀតNotice she had just a little oil ដូចជាខ្ញុំបានជម្រាបអំបញ្ញមិញមាន10ប្រេងតែតូចទេ But God used it to solve her big problem. Her big problem was she don't have the money and they're going to come and take her son. But ដោយសារ10ប្រេងទូចនោះព្រះអង្គបានធ្វើឲ្យ miracle ពុទ្ធហេតុកើតឡើងបានជួយដល់នាងនោះវិញ The boy had only 5 loaves and 2 fish ដែលយើងបាននិយាយរួចគ្នាមកហើយអំបញ្ញមិញ
God used it to feed a big crowd 5,000 people កូនក្មេងដែលមាននំប៉័ងតែ5ដុំហើយនឹងត្រី2នោះបានធ្វើឲ្យមនុស្ស 5,000 នាក់ជាង 5,000 នាក់ផងបានឆ្អែតអស់លោកអ្នកបងប្អូន we don't always need to have a big account in the bank to do great thing for God សូមអស់លោកអ្នកបងប្អូនយល់យ៉ាងដូចនេះកុំឲ្យនឹកឃើញថាខ្ញុំខ្វះខាតខ្ញុំអត់មានអីទេខ្ញុំមិនអាចធ្វើការឲ្យជួយព្រះបានទេ no សូមកុំឲ្យគិតយ៉ាងដូចនោះតើអស់លោកអ្នកបងប្អូនមានអ្វីទៅដែលមានចំណែកនឹងធ្វើការបម្រើព្រះអង្គនឹងប្រទានពរឲ្យលើសជាងនឹងទៅទៀត the little thing we have if we trust him and offer to him God will use it សូមឲ្យយើងពិចារណាអ្វីដែលយើងមានតែបន្តិចបន្តួចទេតែយើងទុកចិត្តដល់ព្រះអង្គហើយយើងថ្វាយដាច់ទៅដល់ព្រះអង្គវិញនោះព្រះអង្គនឹងប្រទានពរឲ្យដូចជាខ្ញុំបានជម្រាបអំបញ្ញមិញអ្នកដែលឲ្យដាក់ដង្វាយ$500ហ្នឹង they gonna keep doing that គេនឹងនៅតែថ្វាយព្រះអង្គទោះជាគេមិនបានមកព្រះវិហារនេះក៏ដោយដឹងថាព្រះអង្គបានប្រទានពរឲ្យគេកាលពីមុនគេខ្វះខាតតែឥឡូវនេះគេមានបបោហូហៀដោយសារសេចក្តីជំនឿហើយនឹងស្ដាប់បង្គាប់សូមអស់លោកអ្នកបងប្អូនស្ដាប់បង្គាប់ព្រះអង្គកុំឲ្យថាយើងមានហើយតែថាខ្ញុំអត់មានប៉ុន្តែមានហើយតែខ្ញុំឲ្យតែមិនប៉ុណ្ណេះតើព្រះទ្រង់សពប្រហាតីយ៉ាងណាទៅរបស់អស់ទាំងនេះគឺជារបស់ព្រះផងព្រះទេមិនមែនរបស់យើងទេ She kept pouring and pouring and her son kept bringing on the jar after another until all the jar were full and the oil stopped កូននឹងចេះតែយកពីងនឹងយកមកដាក់ឲ្យម្ដាយនោះយកចេះតែចាក់ទៅចាក់ដល់ពេញពីងហើយម៉ែសួរថាណាពីងទៀតពីងនៅណាទៀតយកមកទៀតផែស្ដាយក្រោយមើលទៅបើដឹងថាចេះមានច្រើនចឹងផែយកមកហៀសពីក្រោយផ្ទះទៀតមើលទៅនឹងមិនដាក់តែពេញក្នុងផ្ទះឲ្យហូរហៀនៅខាងក្រៅផ្ទះទៀតព្រះរបស់យើងទ្រង់សពប្រហាតីទ្រង់សពប្រហាតីព្រះអង្គចង់ប្រទានពរឲ្យអស់លោកអ្នកបងប្អូនឲ្យខ្ញុំហូរហៀពីលើដែលយើងនឹកស្មានទៅទៀត but you have to trust him and obey there's a song trust and obey សូមឲ្យយើងទុកចិត្តហើយស្ដាប់បង្គាប់ព្រះអង្គនៅក្នុងខ7បានប្រាប់យើងបញ្ចប់ she went to Elijah and he said ពេលដែលគាត់បានពេញពីងព្រៃនឹងពេញអស់ហើយគាត់ត្រឡប់ទៅលោកអេលីសេវិញហើយលោកអេលីសេបាននិយាយថា go ឥឡូវពេញព្រៃពេញហើយរបស់ពេញផ្ទះហើយ go sell the oil and pay your debt and your son can live on whatever's left លោកអេលីសេប្រាប់ថាយកព្រៃនោះទៅលក់ឲ្យសងបំណុលគេទៅដែលយើងជពាក់គេប្រមាណសងគេឲ្យអស់កុំឲ្យជពាក់គេទៀតហើយនៅសល់ប្រមាណយកមកចិញ្ចឹមកូនឯងចុះ Look how God blessed them បើយើងពិចារណាមើលទៅឃើញព្រះអង្គបានប្រទានពរឲ្យគាត់មែនទេ They trust God and he helped them not only to pay their debt but more amen ដូចជាខ្ញុំបានជម្រាបទៀតថាបងប្អូនពេលដែលយើងទូលសូមព្រះអង្គថាព្រះអង្គឲ្យខ្ញុំសូមឲ្យបានគ្រប់ពេញប្រេងតែមកកូនពីងនេះបានហើយប៉ុន្តែព្រះអង្គបានពេញផ្ទះរបស់គាត់អស់លោកអ្នកបងប្អូនខ្វះខាតអ្វីមួយទូលសូមព្រះអង្គឲ្យសូមឲ្យខ្ញុំបានឡើងប្រាក់ខែ1ម៉ោងតែ$8ក៏បានដែរប៉ុន្តែព្រះអង្គបានឲ្យយើងឡើងទៅដល់$10 1ម៉ោងដូច្នេះហើយ next time ពេលអស់លោកអ្នកបងប្អូនសូមព្រះអង្គកុំឲ្យសូមតែក្នុងពេញផ្ទះសូមឲ្យហួសផ្ទះយើងទៀតក្រៅពីផ្ទះទៀតដែលដឹងថាព្រះរបស់យើងព្រះអង្គនឹងប្រទានពរឲ្យ Just imagine this ពិចារណាកន្លែងនេះយើងសូមព្រះអង្គព្រះវិហាររបស់យើងសូមតែព្រះវិហារទូចមួយឯងមែនទេឲ្យមានចង់បានតែផ្ទះមួយផងក៏មិនដឹងហើយយកផ្ទះនឹងធ្វើវិហារ
and let's look at this church, this building, and we hardly ever pay ភ្លើងទឹកហ៊ីតសពគ្រប់ទាំងអស់យើងសូមព្រះអង្គតែកន្លែងមួយទូចដើម្បីថ្វាយបង្គំព្រះអង្គតែ look at that ព្រះអង្គប្រទានពរកន្លែងឲ្យដល់ពិសេសយើងចង់ប្រើស្មើណាក៏បានឲ្យតែយើងប្រាប់គេជាមុន It's happened with the feeding 5,000 យើងដឹងពិតប្រាកដថាព្រះអង្គបានផ្ដល់ដល់គេដែលគេកំពុងតែខ្វះខាតមានត្រីតែ2នំប៉័ងតែ5ប៉ុន្តែអាចជួយមនុស្សរាប់ពាន់នាក់បាន I'm going to close with this Seek God for help សូមឲ្យអស់លោកអ្នកបងប្អូនស្វែងរកព្រះអង្គឲ្យអស់ពីចិត្ត and pray and ask God to intervene in your problem សូមអធិដ្ឋានសូមព្រះអង្គឲ្យធ្វើអន្តរាគមន៍នៅក្នុងជីវិតរបស់អស់លោកអ្នកបងប្អូនអ្វីដែលអស់លោកអ្នកបងប្អូនមានបញ្ហាអ្វីដែលយើងកំពុងខ្វះខាតអ្វីដែលយើងនិយាយមិនត្រូវគ្នាចង់ទាំងអស់គ្នានិយាយមិនត្រូវគ្នាលន់តួសូមដល់ព្រះអង្គសូមដល់ព្រះអង្គដើម្បីព្រះអង្គជួយដល់យើងទាំងអស់គ្នាយកពេលវេលាដើម្បីនឹងស្វែងរកព្រះអង្គពេលណាទៅខ្ញុំមិនដឹងទេអស់លោកអ្នកបងប្អូនមានពេលវេលាខ្លួនឯងពេលព្រលឹមឬមួយក៏ពេលកណ្ដាលត្រៀតឬមួយក៏ពេលយប់ Sometimes I cannot sleep at 2 or 3 o'clock in the morning. I just get up and cry out to God for hours, and then I go back to sleep. ដូច្នេះសូមឲ្យអស់លោកអ្នកបងប្អូនស្វែងរកព្រះអង្គមានពេលវេលាដើម្បីនឹងធ្វើការបម្រើព្រះអង្គសូមឲ្យអស់លោកអ្នកបងប្អូនយល់យ៉ាងដូចនេះ God is never caught without a clue how to solve any of your problem សូមកុំឲ្យភ្លេចថាព្រះអង្គទ្រង់ជ្រាបពីកិច្ចការរបស់អស់លោកអ្នកបងប្អូនហើយនឹងខ្ញុំហើយគ្មានកិច្ចការអ្វីមួយដែលព្រះអង្គមិនអាចនឹងដោះស្រាយបានទេពីព្រោះទ្រង់ជ្រាប and he always has a plan for you and me ទ្រង់មានផែនការទ្រង់មានគម្រោងការសម្រាប់យើងទាំងអស់គ្នា Amen When you are at the end of your rope turn to him ពេលណាដែលអស់លោកអ្នកបងប្អូនអស់សង្ឃឹមហើយសូមអស់លោកអ្នកបងប្អូនស្វែងរកព្រះអង្គងាកបែរមករកព្រះអង្គវិញពេលអស់លោកអ្នកបងប្អូនថាខ្ញុំអត់មានអីធ្វើអីកើតទៀតទេលន់តួទៅចំពោះព្រះអង្គ take the step of faith and release it to God release it all the way សូមឲ្យយើងធ្វើដោយអស់ពីចិត្តជឿទុកចិត្តដល់ព្រះអង្គហើយផ្ដល់អ្វីដែលអស់លោកអ្នកបងប្អូនដែលធ្វើឲ្យអស់លោកអ្នកបងប្អូនខកឬមួយក៏ស្ដាយឬមួយក៏មានទុកយ៉ាងណានោះថ្វាយទាំងអស់នោះទៅព្រះអង្គវិញនោះព្រះអង្គនឹងបង្ហាញផ្លូវថ្មីមកដល់យើងជីវិតថ្មីមកដល់យើងវិញអេមែនអស់លោកអ្នកបងប្អូនចង់បានជីវិតថ្មីទេ Church I want to encourage you and challenge you that God has a plan for you and me and start it now ខ្ញុំសូមជួយកម្លាទឹកចិត្តដល់អស់លោកអ្នកបងប្អូនដោយដឹងថាព្រះអង្គមានផែនការសម្រាប់អស់លោកអ្នកបងប្អូននៅក្នុងពេលនេះឯងនៅក្នុងថ្ងៃនេះឯងគឺចាប់ផ្ដើមនៅពេលនេះ Amen And if you try to make sense out of your life today or what's going on at work then you know this God has a plan បើយើងពិចារណាអស់លោកអ្នកបងប្អូនបើយើងពិចារណា make it out ដែលដឹងថាយើងមិនដឹងធ្វើអីទៀតទេយើងអស់ការទុកចិត្តទៀតហើយប៉ុន្តែសូមជ្រាបថាព្រះអង្គមានផែនការចំពោះយើងចាប់ពីថ្ងៃនេះតទៅព្រះអង្គនឹងផ្ដល់អ្វីដល់អស់លោកអ្នកបងប្អូនហើយនឹងខ្ញុំដែលយើងត្រូវការចាប់ពីថ្ងៃនេះតទៅប៉ុន្តែសូមឲ្យអស់លោកអ្នកបងប្អូនជឿផងដែរហើយទុកចិត្ត Amen May God keep you and bless you Thank you for being here today God bless